ជំរាបសួរបងប្អូនបាទនេះគឺការសាកអាគុយរបស់សូឡាបងប្អូនបាទសូឡាអាគុយ2នេះបងប្អូនបាទជាមួយនឹងផ្ទាំង50វ៉ាត់បងប្អូនបាទជាមួយផ្ទាំង50វ៉ាត់ខ្ញុំបានទុកចោលពេលរយៈពេល2ថ្ងៃហើយរយៈពេល2ថ្ងៃហើយប៉ុន្តែអាគុយនឹងដូចជាអត់មានកម្រើកអីទេបងប្អូនបាទដូចមានកម្រើកអីសោះសាកចោលយូរណាស់ហើយបងប្អូនបាទឥឡូវមកមើលក្បាលវាថាលលងអីអត់តែអត់លលងអត់អីទេនៅធម្មតាអញ្ចឹងបងប្អូនបាទចាំមើលវគ្គក្រោយខ្ញុំនឹងថតផ្សេងឲ្យមើលទេបងប្អូនបាទចាំមើលវាស់វល់មកអីវាមើលថាវាដើរធម្មតាអត់ទេបងប្អូនបាទបងប្អូនបាទអរគុណច្រើនបងប្អូនបាទខានធ្វើវីដេអូយូរហើយបងប្អូនបាទលើ Channel YouTube នេះបងប្អូនបាទបងប្អូនដែលបានចូលរួមទស្សនាកុំភ្លេចជួយ like ចុចមេដៃបងប្អូនបាទខ្ញុំនឹងធ្វើវគ្គ2ទៀតអំពីសូឡាអំពីអាគុយសាក់សូឡាទេបងប្អូនអាចដល់វគ្គរំថ្មលិចុំអីចឹងបងប្អូនបាទមានវគ្គរបៀបថ្មលិចុំនេះទៀតចឹងបងប្អូនបាទអាចកុំភ្លេចតាមដានបងប្អូនបាទអរគុណច្រើនបងប្អូន